ពេលមួយថ្ងៃជាមួយខ្ញុំនៅលើកំពូលភ្នំគូលែនដើម្បីទៅទស្សនាទិដ្ឋភាពទឹកធ្លាក់យ៉ាងស្រស់ស្អាតភ្ញៀវទេសចរមកពីគ្រប់ជាតិសាសន៍បូកផ្សំទៅនឹងទេសភាពយ៉ាងស្រស់ស្អាតពោរពេញទៅដោយពណ៌បៃតងចឹងនៅពេលដែលយើងឡើងមកដល់លើកំពូលភ្នំគឺយើងមិនអាចភ្លេចបានទេគឺជាកន្លែងថតរូបដ៏ស្រស់ស្អាតមួយនៅលើកំពូលភ្នំខ្ញុំអត់ដឹងថាគេហៅបែបម៉េចទេបងប្អូនណាប្រហែលគេហៅថាចឹងណាចឹងដែលជាកន្លែងនេះដែលយើងមើលពីលើទៅគឺពោរពេញទៅដោយពណ៌បៃតងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនចឹងគឺជាកន្លែងមួយដែលបងប្អូនអាចមកទស្សនាបានបន្ទាប់មកយើងអាចបន្តដំណើរទៅលើទៀតតាមរយៈការជិះម៉ូតូសហគមន៍ហើយការជិះម៉ូតូនេះដែរក៏យើងអាចចូលរួមជួយសហគមន៍បានមួយចំនួនផងដែរតាមរយៈការជិះម៉ូតូរបស់ពួកគាត់ចឹងណាបន្ទាប់មកទៀតរយនៅពេលដែលយើងមកដល់នោះគឺយើងចាប់ផ្ដើមតម្រង់ទៅរកន្លែងគោរពព្រះដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនពីព្រោះយើងធ្វើដំណើរមកពីឆ្ងាយចឹងហើយគឺយើងត្រូវតែគោរពម្ចាស់ទឹកម្ចាស់ដីបន្ទាប់មកយើងក៏បានធ្វើដំណើរទៅមើលវត្ថុបុរាណនៅទីនេះគឺច្រើនមែនទែនបងប្អូនបាទវត្ថុបុរាណបងប្អូនអាចទៅមើលធម្មតាក៏បានឬក៏អាចទៅទិញទៅជាអនុស្សាវរីយ៍ក៏បានដែរគឺមិនខ្វះទេណាហើយនៅពេលបន្តនេះគឺយើងធ្វើដំណើរទៅលើកំពូលភ្នំតែម្ដងដើម្បីទៅគោរពព្រះអង្គធំណាបងប្អូនអញ្ចឹងថ្ងៃដែលខ្ញុំទៅនេះគឺគេមានគោរពកម្មវិធីអញ្ចឹងដែរអញ្ចឹងក៏យើងគោរពជាមួយគេទៅបន្តមកទៀតគឺជាការគោះជួងដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនឬក៏សុំបងប្រាថ្នាតាមអ្វីដែលយើងចង់បានបងប្អូនណាបាទខ្ញុំថាគោះជួងកាន់តែលឺបងប្រាថ្នានិងបំណងប្រាថ្នារបស់យើងអ្វីដែលយើងចង់បានហ្នឹងគឺកាន់តែបានសម្រេចចឹងហើយបើសិនជាបងប្អូនមកដល់កន្លែងនេះគឺបងប្អូនគោះមួយអស់ដៃទៅបងប្អូនណាបាទចឹងបន្ទាប់ពីយើងចុះមកក្រោមវិញក៏យើងធ្វើដំណើរទៅរកកន្លែងហូបបាយក៏សម្រាប់ពេលថ្ងៃបងប្អូនណាព្រោះចិត្តហួចចង្ហាន់ថ្ងៃត្រង់របស់ប្រសងចឹងណាចឹងនៅពេលដែលយើងមកហូបបាយនេះគឺយើងមកហូបនៅកន្លែងទឹកធ្លាក់បងប្អូននៅខាងក្រោមនេះវិញចឹងណាចឹងគឺយើងមកដល់នេះគឺយើងឃើញភ្ញៀវបរទេសគឺច្រើនមែនតើបងប្អូនគឺគ្រប់ជាតិសាសន៍តែម្ដងបងប្អូនណាគឺមកលេងកន្លែងនេះតែភាគច្រើនគឺបារាំងបងប្អូនគឺមកលេងនៅភ្នំគូលែននេះណាចឹងបន្ទាប់មកយើងក៏បានធ្វើការទិញនៅម្ហូបឲ្យហើយពីព្រោះឮគាត់ថាដល់កន្លែងកញ្ចុះហ្នឹងគឺម្ហូបកំងហ្នឹងអាចថ្លៃចឹងយើងអាចទិញឲ្យហើយចឹងណាបន្ទាប់ពីយើងកំងឲ្យហើយគឺយើងទៅរកកន្លែងកញ្ចុះអង្គុយសម្រាកចឹងចំពោះម្ហូបនេះដែរគឺនៅពេលដែលគាត់ចិនគាត់នឹងយកទៅឲ្យហើយចឹងកន្លែងនេះដែរគឺយើងមកសាករសជាតិឆ្នាំបើកម្លាំងបងប្អូនអញ្ចឹងបើសិនជាបងប្អូនណាខ្សោយគឺអាចសាកបានប៉ុន្តែខ្ញុំអត់សាកទេខ្ញុំមិនមែនខ្លាំងទេប៉ុន្តែខ្ញុំអត់ដែរសាកអញ្ចឹងអត់ហ៊ានទេអញ្ចឹងបន្ទាប់មកគឺយើងធ្វើដំណើរបន្តមកក្រោមទៀតមករកកន្លែងអង្គុយលេងអញ្ចឹងគឺយើងមកដល់នេះគឺបងប្អូនគឺភ្ញៀវទេសចរនៅតែច្រើនហ្នឹងបងប្អូនអញ្ចឹងគឺយើងមកដល់នេះគឺយើងឃើញមេអំបៅច្រើនមែនទែនហើយបរទេសគឺគាត់ចូលចិត្តមេអំបៅបងប្អូនគឺមកមួយឃើញមួយថតពីរថត3ថតអញ្ចឹងណាអញ្ចឹងតែយើងមើលពីលើទៅគឺកន្លែងលេងទឹកខាងក្រោមហ្នឹងឯងបងប្អូនអញ្ចឹងគឺនៅខាងលើនេះក៏មានកន្លែងលេងទឹកមួយដែរប៉ុន្តែគេអត់ដេកទេបងប្អូនណាគឺបរទេសគាត់មកហ្នឹងគឺគាត់តែងតែចុះដើរលេងធម្មតាអញ្ចឹងដោយសារតែទឹកបែបហ្នឹងត្រជាក់ប៉ុន្តែគេអត់លេងទេកន្លែងហ្នឹងបាទតែពីច្រើនកន្លែងគេលេងហ្នឹងខាងក្រោមហើយពេលដែលបងប្អូនមកដល់កន្លែងនេះបងប្អូនដើរគឺសូមប្រុងប្រយ័ត្នផងព្រោះវាល្អអីចឹងណាទឹកហូរអីចឹងវាអាចមានស្លែមានអីចឹងណាបងប្អូនបាទបន្ទាប់មកយើងក៏បានប្រកេនចង្ហាន់ដល់ប្រសងដូចជាយើងហូបអីខ្លួនឯងហើយប៉ុន្តែអត់បានថតទេដោយសារតែយើងជាប់ហូបដែរហើយក៏យើងហូបអីហើយគឺយើងបន្តដំណើរមកខាងក្រៅមកកន្លែងលេងទឹកបងប្អូនបាទគឺសម្បូរចិត្តមែនទែនមកខ្ញុំមកដល់ទឹកធ្លាក់ភ្នំកលែនបងប្អូនណាបាទនេះគឺនៅលើភ្នំទឹកធ្លាក់អូស្អាតមែនបងប្អូនណាលើកទី1បាទដែលបានមកឃើញណាហ្នឹងគឺថាដូចគេនិយាយដូចគេធ្លាប់បង្ហាញមែនគឺពិតជាស្អាតមែនអូបាទឥឡូវយើងចាំទៅមើលខាងបងប្អូនមើលខាងខ្ញុំបោះតែលេងទឹកបងប្អូនខ្ញុំបោះតែលេងទឹកយើងចាំទៅលេងបានមកទឹកត្រជាក់ទៅត្រជាក់បងប្អូនអើយបាទស្អាតមែនតើបងប្អូនស្អាតហើយត្រជាក់ទៀតទឹកត្រជាក់មែនតើបងប្អូនបាទអូយដល់បាទកើតមកមួយជាតិទៅបានឃើញលើកទី1បងប្អូនណាបាទទឹកទឹកជ្រោះនៅខាងភ្នំកលែនបាទនៅលើកំពូលភ្នំណាបើឃើញស្គាល់បងភ្ញៀវទេសចរគឺច្រើនមែនតើបងប្អូនទៅលេងទឹកណាចង់បងប្អូនដែលទៅលេងចង់មកលេងគឺមកលេងបងប្អូនសប្បាយតែនេះបាទទឹកត្រជាក់យ៉ាចឹងបំណាច់ថាយើងធ្វើដំណើរមកពីឆ្ងាយហើយគឺយើងមិនឲ្យខកជើងទៀតណាបងប្អូនណាទី1គឺទឹកត្រជាក់ទី2នេះគឺឃើញភ្ញៀវបរទេសក៏លេងសប្បាយបាទគឺច្រើនគឺជនជាតិបារាំងអញ្ចឹងគឺយើងចូលលេងដែរអញ្ចឹងទៅបងប្អូនអញ្ចឹងគឺយើងមករកជួលខោអាវនេះគឺខោមួយគឺជួលម្នាក់គឺ2000ហើយចំពោះកសែងជុតខ្លួនហ្នឹងគឺម្នាក់4000ហើយចំពោះទូដាក់ខោអាវហ្នឹងគឺ4000ទៀតអញ្ចឹងសរុបទៅគឺអស់ច្រើនដែរហើយគ្មានសកម្មភាពលេងទឹកអីទេបងប្អូនណាគឺមានតែរូបភាពចាំមើលខ្ញុំដាក់រូបភាពឲ្យមើលនៅពេលលេងទឹកណា